បណ្ឌិតកម្មវិធីប្រធាននាយកដ្ឋានបឋមនៃក្រសួងអប់រំយុវជននិងកីឡាលោកតាន់មិនហុងប្រធានមន្ត្រីអប់រំយុវជននិងកីឡាខេត្តលោកអភិបាលរងស្រុកលោកមេឃុំប្រធានការិយាល័យអប់រំស្រុកលោកលីសុផារ៉ាន់នាយកប្រតិបត្តិនៃអង្គការទស្សនពិភពលោកប្រចាំនៅអន្តរជាតិប្រចាំនៅប្រទេសកម្ពុជាអស់លោកស្រីនាយកនាយិកាតំណាងគណៈកម្មាធិការត្រួតត្រងសាលារៀនសមាជិកសមាជិកាទាំងអស់ជាទីរាប់អានគូនីជីវៈមីណាជីវៈកាលពីម្សិលមិញខ្ញុំបានជួបជាមួយនឹងលោកកុងស៊ុលជប៉ុនអាស៊ូស៊ីយេណាឆាវ៉ាដែលគាត់អញ្ជើញមកពីខេត្តសៀមរាបហើយគាត់ក៏បាននិយាយអំពីគម្រោងជំនួយឧបត្ថម្ភរបស់អង្គការទស្សនពិភពលោកដែលសម្រួលដោយគម្រោងរបស់ជប៉ុនហើយគាត់មានការកោតសរសើរចំពោះជំនួយអភិវឌ្ឍទាំងឡាយនៅក្នុងខេត្តកំពង់ធំហើយឆ្លៀតក្នុងឱកាសនេះដែរខ្ញុំសូមអរគុណដល់មីណាសម្រាប់ការជួយឧបត្ថម្ភនេះនៅថ្ងៃនេះគឺយើងជួបជុំគ្នាមួយសប្តាហ៍បន្ទាប់ពីយើងបានបញ្ចប់នៅពិធីអបអរសាទរចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរហើយខ្ញុំគិតថាប្រហែលជាបងប្អូនភាគច្រើនមិនទាន់អស់ចំហាយពីការចូលឆ្នាំទេហើយប្រហែលជានៅធីងធងព្រោះអារម្មណ៍កំពុងតែនៅរំរាយកំសាន្តនៅឡើយហើយប្រហែលជាកំពុងតែគិតថាខ្លួនឯងកំពុងតែលេងល្បែងប្រជាប្រិយផងក៏មិនដឹងហើយទោះយ៉ាងណាក៏ខ្ញុំគិតថាប្រហែលជាអត់មានអ្នកណាជាប់ម្សៅយកមកប៉ាតគ្នានៅហ្នឹងទេហើយក៏ប្រហែលជាអត់មានអ្នកណាច្រឡំយកទឹកនៅហ្នឹងដើម្បីយកមកស្រង់ព្រះនៅក្នុងកិច្ចប្រជុំហ្នឹងដែរថ្ងៃនេះគឺយើងរៀបចំពិធីដាក់ឲ្យដំណើរការគម្រោងកែលម្អគុណភាពអប់រំនៅថ្នាក់បឋមសិក្សានិងការលើកកម្ពស់ការរៀននិងបង្រៀននៅសាលារៀននៅឯជនបទនៅក្នុងប្រទេសកម្ពុជាតាមពិតទៅខ្ញុំមិនទាន់បានអានគោលការណ៍អនុវត្តគម្រោងនេះនៅឡើយទេក៏ប៉ុន្តែខ្ញុំសង្ឃឹមថាគម្រោងនេះគឺប្រកាសជាល្អអង្គការទស្សនពិភពលោកមិនត្រឹមតែជួយគម្រោងនេះទេប៉ុន្តែថែមទាំងជួយជួសជុលនិងសាងសង់អគារសិក្សានៅក្នុងខេត្តកំពង់ធំផងឆ្លៀតក្នុងឱកាសនេះក្នុងនាមឯកឧត្តមនួនផារ៉តអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំខ្ញុំសូមអរគុណដល់អង្គការទស្សនពិភពលោកសម្រាប់ការផ្តល់ជំនួយនៅក្នុងខេត្តកំពង់ធំនេះសូមអរគុណច្រើនតែខ្ញុំចង់និយាយបន្តិចអំពីជំនួយថាជំនួយឬអំណោយមិនមែនជារបស់ដែលគេឲ្យរាល់ថ្ងៃឬមួយក៏គេឲ្យរហូតទេជំនួយនឹងត្រូវបានគេដកត្រឡប់ទៅវិញនៅក្នុងលក្ខខណ្ឌ3យ៉ាងទី1គឺនៅពេលដែលយើងអាចជួយខ្លួនឯងបានទី2នៅពេលដែលយើងប្រើប្រាស់ជំនួយខុសគោលដៅហើយទី3គឺនៅពេលដែលគេវាយតម្លៃថាសមត្ថភាពរបស់យើងនៅតែទន់ខ្សោយកែមិនឡើងក្រោយពីគេជួយអស់រយៈពេលយ៉ាងយូរដូច្នេះការលើកកម្ពស់សមត្ថភាពមនសិការការងារធ្វើឲ្យខ្លួនឯងមានភាពជាម្ចាស់គឺជាកិច្ចការងារចាំបាច់សម្រាប់និរន្តរភាពនៃការអភិវឌ្ឍក្រោយពីរបបបល្ល័ង្កពូជសាសន៍ប៉ុល ពតត្រូវបានបញ្ចប់កម្ពុជាបានធ្វើដំណើរអូសដៃអូសជើងនៅលើវិថីនៃការផ្លាស់ប្ដូរប្រព័ន្ធអប់រំរបស់ខ្លួនឲ្យទៅជាស្តង់ដារអន្តរជាតិប្រព័ន្ធអប់រំបែបទំនើបស្របទៅតាមចក្ខុវិស័យរបស់ខ្លួនជាក់ស្ដែងខេត្តកំពង់ធំតាមរយៈរបាយការណ៍របស់លោកប្រធានមន្ត្រីអំបញ្ញមិញគឺថាយើងបានសម្រេចនៅវឌ្ឍនភាពជាច្រើនគួរឲ្យកត់សម្គាល់ទោះជាយ៉ាងនេះក្តីភាពធន់របស់ប្រទេសជាតិយើងគឺនៅតែបន្តសាកល្បងដោយវិញ្ញាសាថ្មីធំនៅក្នុងពេលបច្ចុប្បន្នដូចជាចំនួនព្រំដែនកម្ពុជាថៃបទល្មើសបច្ចេកវិទ្យាបញ្ហាសេដ្ឋកិច្ចជាដើមដែលអ្នកអប់រំទាំងអស់ត្រូវតែនាំគ្នាគិតថាតើអ្វីទៅជារបត់ថ្មីនៃការអប់រំដើម្បីអនុញ្ញាតឲ្យយើងបង្កើននៅសមត្ថភាពឆ្លើយតបទៅនឹងបញ្ហាទាំងអស់នេះទោះជាមានវឌ្ឍនភាពច្រើនយ៉ាងណាក៏ដោយនៅក្នុងវិស័យអប់រំក៏ការសិក្សាស្រាវជ្រាវបង្ហាញឲ្យឃើញអំពីគម្លាតនៃគោលនយោបាយអប់រំហើយនឹងការអនុវត្តជាក់ស្ដែងនៅតាមសាលារៀននៅជនបទការខ្វះខាតនៅសម្ភារៈធនធានគាំទ្រហើយជាពិសេសគឺវិធីសាស្ត្របង្រៀនតាមបែបប្រពៃណីខ្វះការច្នៃប្រឌិតនៅតែបន្តជាឧបសគ្គសម្រាប់ការបង្រៀននៅឡើយដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចអធិបតីហ៊ុនម៉ាណែតសាលារៀនត្រូវតែប្រែក្លាយខ្លួនឯងឲ្យទៅជាអង្គភាពនវានុវត្តន៍ដែលមិនត្រឹមតែផ្ដល់ចំណេះដឹងឲ្យសិស្សប៉ុណ្ណោះទេ
ប៉ុន្តែថែមទាំងបង្កើនលើកកម្ពស់ការអប់រំខាងផ្នែកចរិយាធម៌ហើយនឹងលើកកម្ពស់សុខភាពនិងជំនាញដល់សិស្សរបស់យើងផងដែរហេតុនេះហើយខ្ញុំចង់គូសបញ្ជាក់នៅបញ្ហាចំនួន4ដែលខ្ញុំយល់ថាជាបញ្ហាកន្លឹះដែលយើងទាំងអស់គ្នាត្រូវយល់ហើយនឹងត្រូវរួមគ្នាដោះស្រាយបញ្ហាកន្លឹះទី1គឺការគ្រប់គ្រងសាលារៀននិងថ្នាក់រៀននៅក្នុងបរិបទនៃការអប់រំក្នុងសតវត្សទី21នេះការគ្រប់គ្រងសាលារៀនហើយនិងថ្នាក់រៀនមិនមែនគ្រាន់តែជាការថែរក្សារបៀបរៀបរយវិន័យការកត់ត្រួតពិនិត្យវត្តមានឬការដាក់ពិន័យដល់គ្រូនិងសិស្សទេយើងត្រូវតែផ្លាស់ប្ដូរផ្នត់គំនិតនៃការគ្រប់គ្រងរបស់យើងពីអ្នកត្រួតត្រាអ្នកកត់ត្រាវត្តមានទៅជាអ្នកសម្របសម្រួលអ្នកជួយជាទីប្រឹក្សាហើយនឹងជាវិស្វករនៃក្តីសង្ឃឹមសម្រាប់គ្រូហើយនិងសិស្សរបស់យើងសម្រាប់ខ្ញុំការគ្រប់គ្រងថ្នាក់រៀនដែលផ្អែកទៅលើភាពជាម្ចាស់របស់សិស្សគឺជាចំណុចគន្លឹះនៃការបង្កើននូវភាពច្នៃប្រឌិតនៅក្នុងវិស័យអប់រំដើម្បីលើកកម្ពស់គុណភាពអប់រំថ្នាក់រៀនមិនមែនជាបន្ទាយទាហានទេវាគួរតែជាវេទិកាដេញដោលមតិនៅពេលដែលយើងផ្ដល់អំណាចឲ្យសិស្សហ៊ានសួរសំណួរហ៊ានសាកល្បងនៅអ្វីដែលថ្មីហ៊ានបញ្ចេញមតិយោបល់និងហ៊ានទទួលខុសត្រូវចំពោះការសិក្សារៀនសូត្ររបស់ពួកគាត់នោះយើងមិនត្រឹមតែផ្ដល់នៅកន្លែងមួយឲ្យសិស្សបានអង្គុយរៀននោះទេតែយើងថែមទាំងកំពុងកសាងនៅឆន្ទៈម្ចាស់ការឯករាជ្យភាពគំនិតច្នៃប្រឌិតហើយនឹងសេចក្តីក្លាហានទៅឲ្យពួកគេផងដែរខ្ញុំគិតថាកិច្ចការមួយចំនួនដែលពាក់ព័ន្ធទៅនឹងការអភិវឌ្ឍសាលារៀនដូចជាការអភិវឌ្ឍលើកកម្ពស់សោភ័ណភាពនៅក្នុងសាលារៀនជាកម្មវិធីទស្សនកិច្ចសិក្សាឬមួយក៏ជាកម្មវិធីសប្បុរសធម៌ផ្សេងគួរតែប្រគល់ទៅឲ្យសិស្សជាអ្នកដឹកនាំហើយនឹងអនុវត្តក្រោមការប្រឹក្សាយោបល់ពីលោកគ្រូអ្នកគ្រូលើសពីនេះខ្ញុំគិតថានាយកសាលានិងលោកគ្រូអ្នកគ្រូទាំងអស់ត្រូវតែគ្រប់គ្រងសាលារៀននិងថ្នាក់រៀនដោយប្រើបេះដូងនិងការយល់ចិត្តគ្នាការគ្រប់គ្រងដ៏មានប្រសិទ្ធភាពបំផុតគឺជាការបង្កើតទីកន្លែងដ៏មានសុវត្ថិភាពខាងផ្លូវចិត្តក្តីសង្ឃឹមហើយនឹងមោទនភាពនៅក្នុងសាលារៀននឹងធ្វើឲ្យសិស្សហើយនឹងគ្រូមានអារម្មណ៍ថាពួកគេគឺជាមនុស្សមានតម្លៃគឺជាមនុស្សសំខាន់ម្យ៉ាងវិញទៀតការគ្រប់គ្រងសាលារៀនត្រឹមតែរបងសាលាគឺជាការគិតខុសឆ្គងការជំរុញឲ្យឪពុកម្ដាយសហគមន៍ហើយនិងអាជ្ញាធរមូលដ្ឋានឃុំស្រុកคล้ายជាដៃគូពិតប្រាកដគឺជាកិច្ចការងារដ៏សំខាន់និងចាំបាច់សម្រាប់ការលើកកម្ពស់វិស័យអប់រំនៅតាមមូលដ្ឋានអាជ្ញាធរមូលដ្ឋានជួយការពារសាលាបង្កលក្ខណៈងាយស្រួលនិងមានសុវត្ថិភាពសម្រាប់ការសិក្សាអប់រំនៅឯមូលដ្ឋានរីឯឪពុកម្ដាយជួយតាមដានការសិក្សារៀនសូត្ររបស់សិស្សនៅឯផ្ទះនោះយើងនឹងឃើញកម្លាំងសរុបពិតប្រាកដនៃការលើកកម្ពស់គុណភាពអប់រំនៅក្នុងសហគមន៍ជាចុងក្រោយការគ្រប់គ្រងថ្នាក់រៀននៅក្នុងសម័យ Digital នេះទាមទារឲ្យយើងមាននវានុវត្តន៍និងគណនេយ្យភាពនាយកនាយិកាត្រូវមានសេចក្តីក្លាហានក្នុងការហ៊ានរៀនសូត្រហើយនឹងប្រើប្រាស់នៅកម្មវិធីបច្ចេកវិទ្យាសាមញ្ញដើម្បីតាមដានវឌ្ឍនភាពនៃការសិក្សារបស់រៀនរបស់សិស្សហើយនឹងលើកទឹកចិត្តដល់គ្រូបង្រៀនអ្នកអប់រំមិនត្រូវខ្លាចការផ្លាស់ប្ដូរនោះទេប៉ុន្តែអ្វីដែលអ្នកទាំងអស់គ្នាត្រូវខ្លាចជាងគេបំផុតគឺការនៅស្ងៀមដែលធ្វើឲ្យកូនចៅរបស់យើងមិនអាចដើរទាន់ពិភពលោកបានបញ្ហាកលឹះទី2ដែលខ្ញុំចង់និយាយគឺការលើកកម្ពស់គុណភាពនៃការបង្រៀនខ្ញុំឈរនៅទីនេះនឹកឃើញរឿងចំនួន2ដែលបានកើតឡើងចំពោះខ្ញុំកាលពីខ្ញុំរៀននៅថ្នាក់ទី2នៅឯខេត្តបាត់ដំបងខ្ញុំចង់និយាយរឿងនេះគឺដោយសារតែខ្ញុំគិតថាវាគឺជាការឆ្លុះបញ្ចាំងមួយជាការពិតមួយដែលខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថាយើងទាំងអស់គ្នាក៏ធ្លាប់ជាសិស្សយើងមានគ្រូបង្រៀនច្រើនប៉ុន្តែគ្រូបង្រៀនដែលយើងអាចនឹកដល់ហើយនឹងចងចាំគឺមានមិនច្រើនទេរឿងទី1នៅថ្ងៃមួយគឺខ្ញុំបានក្រាបដេកលក់នៅលើតុក្នុងពេលដែលអ្នកគ្រូច័ន្ទស៊ីកំពុងតែបង្រៀនហើយពេលនោះគាត់មិនដាស់ខ្ញុំទេ
ប៉ុន្តែគាត់បែរជាទុកឲ្យខ្ញុំដេករហូតដល់តែខ្ញុំភ្ញាក់តែខ្លួនឯងហើយអ្នកទាំងអស់គ្នានៅទីនេះប្រហែលជាគិតថាកាលពីពេលនោះខ្ញុំគឺជាសិស្សខ្ជិលរឿងទី2គឺជាការដាក់ឈ្មោះឲ្យសិស្សនៅក្នុងថ្នាក់ទី2ដដែលមានសិស្សម្នាក់ទៀតឈ្មោះកុសលដូចខ្ញុំដែររាល់ពេលដែលអ្នកគ្រូហៅឈ្មោះកុសលដើម្បីឲ្យឆ្លើយសំណួរយើងទាំងពីរនាក់តែងតែស្ទុះក្រោកឡើងទាំងពីរព្រមគ្នាហើយត្រៀមខ្លួនដើម្បីឆ្លើយសំណួររបស់អ្នកគ្រូដើម្បីដោះស្រាយបញ្ហាអ្នកគ្រូបានបដូរឈ្មោះរបស់ខ្ញុំពីកុសលទៅអាប្រុសហើយរហូតមកដល់បច្ចុប្បន្នគាត់ស្គាល់ខ្ញុំជាអាប្រុសជាងកុសលតាមរយៈរឿងទាំងពីរនេះខ្ញុំចង់ឆ្លុះបញ្ចាំងឲ្យឃើញថាអ្នកគ្រូមិនមើលឃើញថាសិស្សម្នាក់ដែលដេកលក់នៅក្នុងថ្នាក់ជាសិស្សខ្ជិលនោះទេប៉ុន្តែគាត់យល់ថាសិស្សម្នាក់នេះអាចអស់កម្លាំងនឿយហត់ខ្លាំងឬមួយក៏អាចមានបញ្ហាសុខភាពដែលត្រូវការសម្រាកនិងការថែទាំមិនមែនតាមរបៀបគ្រូបង្រៀនទេប៉ុន្តែតាមរបៀបជាម្ដាយដែលមានក្តីស្រឡាញ់និងព្រមវិហារធម៌ដែលបានធ្វើឲ្យអ្នកគ្រូច័ន្ទស៊ីក្លាយជាអ្នកគ្រូតែម្នាក់គត់ដែលខ្ញុំចងចាំគាត់ជាងគេហើយក៏បានធ្វើឲ្យខ្ញុំក្លាយជាសិស្សតែម្នាក់គត់ដែលបានទៅសួរសុខទុក្ខគាត់ញឹកញាប់ជាងគេដែរសម្រាប់ខ្ញុំគាត់លើសពីគ្រូបង្រៀនគាត់គឺជាម្ដាយគាត់គឺជាអ្នកច្នៃប្រឌិតគាត់គឺជាអ្នកដោះស្រាយបញ្ហាគាត់គឺជាអ្នកកសាងអត្តសញ្ញាណពិសេសមួយឲ្យខ្ញុំគាត់គឺជាអ្នកជួយបំភ្លឺផ្លូវខ្ញុំហើយគាត់គឺជាអ្នកដឹកនាំដ៏អស្ចារ្យមួយរូបសម្រាប់ខ្ញុំមរតករបស់អ្នកគ្រូបញ្ជាក់ថាតម្លៃពិតប្រាកដនៃភាពជាគ្រូបង្រៀនមិនមែនស្ថិតនៅលើតែបន្ទុកនៃការប្រឡងឡើងថ្នាក់ទេប៉ុន្តែគឺជាភាពជាម្ដាយភាពជាអ្នកដឹកនាំដែលបានកសាងជីវិតរបស់ខ្ញុំឲ្យមានមោទនភាពនិងសុភមង្គលរហូតមកដល់បច្ចុប្បន្ននេះប្រសិនបើគាត់អាចធ្វើនៅរឿងដ៏សាមញ្ញហើយអស្ចារ្យនេះបានកាលពី4ទសវត្សរ៍មុនលោកគ្រូអ្នកគ្រូទាំងអស់នៅក្នុងខេត្តកំពង់ធំក៏អាចធ្វើបានដូចគ្នាឬមួយក៏អាចធ្វើបានល្អជាងអ្នកគ្រូច័ន្ទស៊ីផងក្នុងនាមជាអ្នកអប់រំយើងតែងតែនិយាយថាការអប់រំគឺជាកាតាលីករនៃការផ្លាស់ប្ដូរតើគ្រូបង្រៀនអាចផ្លាស់ប្ដូរជីវិតសិស្សដោយរបៀបណាប្រសិនបើខ្លួនឯងមិនព្រមផ្លាស់ប្ដូរឬមួយក៏មិនព្រមអភិវឌ្ឍខ្លួនឯងគុណភាពនៃការបង្រៀនមិនមែនកើតឡើងដោយចៃដន្យទេវាគឺជាផលនៃការអភិវឌ្ឍខ្លួនឯងមិនចេះចប់មិនចេះហើយគ្រូបង្រៀនធម្មតាបង្រៀនសិស្សទទួលបានលទ្ធផលធម្មតាហើយធ្វើឲ្យជួយអភិវឌ្ឍសង្គមជាតិតាមរបៀបធម្មតាដើម្បីក្លាយជាគ្រូបង្រៀនដែលមានឧត្តមភាពលោកគ្រូអ្នកគ្រូគួរតែធ្វើកិច្ចការងារចំនួន3ដែលខ្ញុំគិតថាជាការងារដែលសំខាន់ចាំបាច់ដែលត្រូវពិចារណាទី1គឺការបណ្ដុះវប្បធម៌រៀនពេញមួយជីវិតតាមរយៈការអានសៀវភៅនិងការសិក្សាស្រាវជ្រាវអំពីទ្រឹស្ដីគរុកោសល្យដែលទំនើបដើម្បីជួយលើកកម្ពស់ការបង្រៀនរបស់យើងជាប្រចាំឲ្យមានគុណភាពហើយបើចង់វិតម្លៃខ្លួនឯងអ្នកទាំងអស់គ្នាត្រូវឆ្លើយសំណួរមួយថាតើអ្នកទាំងអស់គ្នាអានសៀវភៅមួយខែបានប៉ុន្មានក្បាលអនក្ខរជនសតវត្សទី21គឺជាមនុស្សដែលនិយាយថាគាត់គ្មានពេលអានគាត់ចាស់ហើយគាត់មានសុខភាពមិនល្អដែលសុទ្ធសឹងតែជាហេតុផលនាំឲ្យខ្លួនឯងហើយនិងសង្គមជាតិទៅរកភាពទន់ខ្សោយអ្នកខ្លះគ្មានពេលអានសៀវភៅសូម្បីតែ5នាទីក្នុងមួយថ្ងៃប៉ុន្តែមានពេលចុចទូរស័ព្ទ5ម៉ោងទី2គឺការបណ្ដុះនវានុវត្តន៍គរុកោសល្យនិងបច្ចេកវិទ្យាក្នុងការបង្រៀនពីព្រោះវិធីសាស្ត្រចាស់มันអាចរៀបចំសិស្សរបស់យើងឲ្យរស់នៅបានសុខស្រួលនៅក្នុងពិភពលោកថ្មីបានទេក្នុងពេលដែលប្រទេសយើងកំពុងទទួលរងនៅការឈ្លានពានបូរណភាពទឹកដីពីប្រទេសសៀមដោយខុសច្បាប់អន្តរជាតិជារៀងរាល់ថ្ងៃវាគឺជាចំណុចរបត់ដ៏ធំមួយ
ដែលគ្រូបង្រៀនត្រូវពិចារណាផ្លាស់ប្ដូររបៀបនៃការបង្រៀនរបស់ខ្លួនឯងដែលអនុញ្ញាតឲ្យសិស្សរបស់យើងคล้ายជាបញ្ញវន្តដែលមានចំណេះដឹងជំនាញខ្លាំងពូកែរឹងមាំដែលអាចដោះស្រាយបញ្ហាធំរបស់ប្រទេសជាតិបាននៅពេលអនាគតនវានុវត្តន៍មិនដេកនៅមួយកន្លែងទេវាមិនចេះដេកលក់ហើយវាមិននៅត្រឹងមួយកន្លែងទេមានតែមនុស្សមួយចំនួនប៉ុណ្ណោះដែលដេកលក់មួយកន្លែងមិនដឹងថាពិភពលោកដើរដល់ណាហើយដើរលឿនប៉ុណ្ណាទេនវានុវត្តន៍គឺជាកត្តាគន្លឹះដ៏សំខាន់ដែលកំណត់ថាតើអ្នកណារីកចម្រើនអ្នកណាអន់ថយទី3គឺការឆ្លុះបញ្ចាំងនិងកែលម្អខ្លួនឯងជាប្រចាំតាមរយៈការទទួលយកការរិះគន់ពីអ្នកដទៃការទទួលស្គាល់នៅបទពិសោធន៍និងគំនិតខុសៗគ្នាហើយព្រមនឹងការទទួលស្គាល់ការពិតរបស់ខ្លួនឯងដែលទាំងនេះគឺជាវិធីសាស្ត្រធ្វើឲ្យខ្លួនឯងក្លាយជាគ្រូបង្រៀនអស្ចារ្យម្នាក់ដើម្បីលើកកម្ពស់សមត្ថភាពនៃការបង្រៀននៅក្នុងឆ្នាំ2026នេះឯកឧត្តមអភិបាលខេត្តបានផ្ដួចផ្ដើមនៅកម្មវិធីអភិវឌ្ឍសមត្ថភាពនៃភាពជាអ្នកដឹកនាំដល់គ្រូបង្រៀនទូទាំងខេត្តកំពង់ធំតាមអនឡាញសម្របសម្រួលដោយមន្ទីរអប់រំការបង្កើតនៅកម្មវិធីចុះទស្សនកិច្ចតាមសាលារៀននីមួយៗនិងកម្មវិធីអភិវឌ្ឍច្នៃប្រឌិតផ្សេងទៀតហើយលើសពីនេះបើគ្មានអ្វីប្រែប្រួលទេរដ្ឋបាលខេត្តកំពង់ធំនឹងចុះហត្ថលេខាលើអនុសារណៈយោគយល់ស្ដីពីការបង្កើតនៅកិច្ចសហការជាមួយនឹងសាកលវិទ្យាល័យភូមិន្ទភ្នំពេញនិងរាជបណ្ឌិតសភាដែលខ្ញុំយល់ថាគឺជាឧបករណ៍មធ្យោបាយដែលនឹងជួយលើកកម្ពស់គុណភាពអប់រំនៅក្នុងខេត្តកំពង់ធំឲ្យកាន់តែល្អឡើងមួយកម្រិតថែមទៀតបញ្ហាកន្លឹះទី3ដែលខ្ញុំចង់និយាយគឺទំនាក់ទំនងរវាងសាលារៀនឪពុកម្ដាយសិស្សសហគមន៍ហើយនិងអាជ្ញាធរមូលដ្ឋានហេតុអ្វីបានជាយើងមានសាលារៀនមានគ្រូមានសហគមន៍មានអាជ្ញាធរមូលដ្ឋានឃុំស្រុកប៉ុន្តែគុណភាពនៃការអប់រំមិនទាន់ល្អតាមចិត្តដែលយើងចង់បានចម្លើយគឺថាពួកគេទាំងអស់អ្វីទៅបិទតែនៅក្បែរគ្នាប៉ុន្តែបេះដូងនៃនឹងការទទួលខុសត្រូវក្នុងការលើកកម្ពស់ការអប់រំគឺនៅឆ្ងាយពីគ្នាដើម្បីផ្លាស់ប្ដូរតថភាពនេះយើងត្រូវរួមគ្នាដោះស្រាយការភ័ន្តច្រឡំធំដែលជារបាំងអរូបីចំនួន3ដែលខ្ញុំគិតថាជារបាំងសំខាន់របាំងទី1ភាពភ័ន្តច្រឡំដ៏ធំបំផុតនៃការទំនាក់ទំនងរវាងតួអង្គទាំងអស់នេះគឺនៅពេលដែលគាត់គិតថាការអប់រំគឺជាកិច្ចការផ្ដាច់មុខរបស់គ្រូបង្រៀននៅពេលដែលឪពុកម្ដាយគិតថាការជូនកូនទៅដល់របងសាលាគឺជាការបញ្ចប់ភារកិច្ចរបស់ខ្លួនវាប្រៀបបីដូចជាការសាបព្រោះពូជស្រូវនៅក្នុងស្រែក៏ប៉ុន្តែគ្មានអ្នកថែទិន្នផលស្រូវនៅឯផ្ទះដូច្នេះការអប់រំដែលជោគជ័យគឺគ្រូបង្រៀនហើយនិងឪពុកម្ដាយសិស្សត្រូវតែដើរទន្ទឹមគ្នាបើឪពុកម្ដាយមិនផ្ដល់កម្លាំងចិត្តនិងតាមដានការសិក្សារបស់កូនជាប្រចាំនៅឯផ្ទះទេរាល់ការខិតខំប្រឹងប្រែងរបស់គ្រូបង្រៀននៅឯសាលានឹងរលាយសាបសូន្យរបាំងទី2គឺអាជ្ញាធរមូលដ្ឋានខ្លះយល់ច្រឡំថាការជួយសាលារៀនតែត្រឹមការធ្វើរបងឬមួយក៏ចាក់ដីប៉ុន្តែអ្វីដែលសាលារៀនចង់បានបំផុតពីអាជ្ញាធរមូលដ្ឋានគឺអភិបាលកិច្ចនិងការជួយគាំទ្រគ្រប់រូបភាពទាំងអស់អាជ្ញាធរមិនអាចពង្រីកដែនដីរបស់ឃុំរបស់ស្រុកខ្លួនឯងបានទេប៉ុន្តែអាចពង្រីកនៃដែនចំណេះដឹងដើម្បីលើកកម្ពស់ការអប់រំនៅក្នុងមូលដ្ឋានរបស់ខ្លួនឯងបានតាមរយៈការជួយតាមដានសិស្សបោះបង់ការសិក្សាការកាត់បន្ថយអំពើអបាយមុខនៅជុំវិញសាលារៀនការជួយគាំទ្រធនធានការផ្ដល់គុណតម្លៃទៅឲ្យគ្រូបង្រៀនគឺជាការវិនិយោគដែលចំណាយតិចប៉ុន្តែចំណេញច្រើនដែលនឹងធ្វើឲ្យសហគមន៍ហើយនិងសង្គមជាតិមានការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបាំងទី3ដែលខ្ញុំចង់និយាយនៅពេលដែលសាលារៀនខ្លាចសហគមន៍លូកដៃនៅពេលដែលសហគមន៍ខ្លាចសាលារៀនលិះគន់នោះវិស័យអប់រំនៅក្នុងមូលដ្ឋាននឹងប្រែជាឯកោកង្វះតម្លាភាពហើយនិងគណនេយ្យភាព
ទំនុកចិត្តគឺជាថ្នាំពុលដែលសម្លាប់នៅកិច្ចសហការទាំងនេះឯងដូច្នេះគ្រប់ភាគីទាំងអស់ត្រូវបើកចំហបេះដូងដែលនាំដល់ភាពជាម្ចាស់រួមគ្នានៃសាលារៀនសហគមន៍ត្រូវនាំយកបទពិសោធន៍មកផ្សារភ្ជាប់ជាមួយនឹងទ្រឹស្ដីសាលារៀនដើម្បីឲ្យគ្រូសិស្សនិងសហគមន៍បានរួមគ្នាជជែកពិភាក្សាទៅលើបញ្ហាដែលកើតឡើងបើចង់ឲ្យកូនចៅខ្លាចជាធនធានមនុស្សរឹងមាំយើងមិនអាចទុកឲ្យគ្រូបង្រៀនធ្វើការងារតែម្នាក់ឯងបានទេសាលារៀនគឺជាបេះដូងឪពុកម្ដាយនិងសហគមន៍គឺជាសរសៃឈាមរីឯអាជ្ញាធរមូលដ្ឋានគឺជាឆ្អឹងខ្នងខ្វះមួយណាក៏មិនបានដែរស្លាប់ទាំងអស់ក្នុងន័យនេះខ្ញុំចង់ឃើញសិស្សមានឱកាសទទួលបានទស្សនកិច្ចសិក្សានៅមណ្ឌលសុខភាពនៅសាលាឃុំនៅមន្ទីរពេទ្យនៅសាលាស្រុកនៅរោងចក្រសហគ្រាសក្រុមហ៊ុននៅតាមតំបន់ទេសចរផ្សេងឬមួយក៏នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំស្របទៅតាមមេរៀនដែលអ្នកគ្រូលោកគ្រូត្រូវបង្រៀនការរៀបចំទស្សនកិច្ចទាំងនេះគឺมันអាចធ្វើឡើងតែម្នាក់ឯងបានទេគឺត្រូវការចូលរួមនិងការសហការពីសាលារៀនឪពុកម្ដាយសហគមន៍និងអាជ្ញាធរមូលដ្ឋានដូច្នេះអាជ្ញាធរមូលដ្ឋានត្រូវតែយល់ថាការជួយសាលារៀនគឺជាការជួយកសាងបង្គោលព្រំដែនសម្រាប់បូរណភាពទឹកដីយូរអង្វែងបញ្ហាកន្លឹះចុងក្រោយដែលខ្ញុំចង់និយាយគឺគុណតម្លៃនៃភាពជាគ្រូបង្រៀនរាល់ភាពជោគជ័យរបស់បុគ្គលម្នាក់និងការរីកចម្រើននៅក្នុងវិស័យនានារបស់ប្រទេសគឺសុទ្ធតែមានដានញើសនឹងការលះបង់របស់គ្រូបង្រៀននៅពីក្រោយគ្រូបង្រៀនមិនមែនត្រឹមតែជាអ្នកផ្ទេរចំណេះដឹងពីសៀវភៅទៅឲ្យសិស្សតែប៉ុណ្ណោះទេប៉ុន្តែជាអ្នកកសាងមូលធនមនុស្សដែលមានតួនាទីសំខាន់ក្នុងការបណ្ដុះបណ្ដាលសិស្សឲ្យមានជំនាញឲ្យមានចំណេះឲ្យទទួលបាននូវសុខភាពល្អដែលធ្វើឲ្យពួកគេមានសមត្ថភាពក្នុងការក្លាយទៅជាវិស្វករជាគ្រូបង្រៀនជាវិជ្ជបណ្ឌិតឬមួយក៏ជាអ្នកជំនាញផ្សេងនៅក្នុងប្រទេសជាតិរបស់យើងបើគ្មានការអប់រំនិងការកែច្នៃពីគ្រូបង្រៀនទេចំណេះដឹងទាំងឡាយរបស់សិស្សនឹងប្រែជាឥតតម្លៃលោកគ្រូអ្នកគ្រូគឺជាអ្នកកំណត់រូបរាងនៃអនាគតរបស់ប្រទេសជាតិតាមរយៈការផ្លាស់ប្ដូរជោគវាសនារបស់សិស្សម្នាក់ឲ្យចេញពីភាពងងឹតឆ្ពោះទៅកាន់ទីពន្លឺនៃចំណេះដឹងឲ្យពួកគេចាកចេញពីកន្លែងដែលខ្លួនឯងកំពុងនៅឆ្ពោះទៅកាន់កន្លែងដែលពួកគេចង់ទៅគ្រប់ពេលដែលខ្ញុំបានឃើញកុមារដើរឬជិះកង់ជជែកគ្នាទៅសាលារៀនខ្ញុំតែងតែលួចញញឹមនៅក្នុងពេលដែលខ្ញុំកំពុងបើកឡានហើយតែងតែសួរខ្លួនឯងថាតើពួកគេកំពុងតែជជែកគ្នាអំពីរឿងអីពួកខ្ញុំចង់ដឹងដែរសម្រាប់ខ្ញុំគ្រូបង្រៀនធម្មតាមើលមិនឃើញអំពីគុណតម្លៃពិតប្រាកដរបស់ខ្លួនឯងក្រៅពីសកម្មភាពនៃការបង្រៀនប្រចាំថ្ងៃទេគ្រូបង្រៀនដែលមានឧត្តមភាពតែងតែសប្បាយចិត្តនៅពេលដែលឃើញសិស្សរបស់ខ្លួនចេះជជែកពិភាក្សាគ្នាបង្ហាញនៅគំនិតយោបល់ស្រឡាញ់រាប់អានគ្នាចេះជួយយកអាសាគ្នាទៅវិញទៅមកចេះដោះស្រាយបញ្ហានិងចេះប្រើសមត្ថភាពដើម្បីសម្រេចក្តីសម័យរបស់ខ្លួនហើយខ្ញុំនឹងវិលត្រឡប់ទៅរកភាពជាគ្រូបង្រៀនវិញក្រោយពេលដែលខ្ញុំចូលនិវត្តន៍សរុបមកការអប់រំគឺជាសសរទ្រូងនៃការអភិវឌ្ឍបុគ្គលគ្រួសារនិងសង្គមជាតិធនធានមនុស្សដែលជាគ្រឹះដ៏រឹងមាំនៃការអភិវឌ្ឍទាំងនេះត្រូវតែចាប់ផ្ដើមចេញពីការអប់រំកុមារខ្ញុំសូមផ្ញើទំនុកចិត្តទៅលើលោកស្រីនាយកនាយិកាលោកគ្រូអ្នកគ្រូឪពុកម្ដាយសហគមន៍និងអាជ្ញាធរមូលដ្ឋានឃុំស្រុកហើយខ្ញុំសង្ឃឹមថាគម្រោងរបស់អង្គការទស្សនៈពិភពលោកអន្តរជាតិនៅពេលនេះនឹងក្លាយជាឧបករណ៍បន្ថែមដើម្បីជួយលើកកម្ពស់វិស័យអប់រំនៅក្នុងសាលាបឋមសិក្សានៅទីជនបទបានមួយកម្រិតទៀតដូច្នេះខ្ញុំចង់សួរថាតើលោកស្រីនាយកនាយិកាត្រូវធ្វើដូចម្ដេចដើម្បីធ្វើឲ្យសាលារៀនក្លាយជាកន្លែងដែលសិស្សហើយនិងគ្រូនឹកឃើញដល់មុនគេហើយចង់ទៅខ្លាំងជាងគេក្រៅពីផ្ទះរបស់ខ្លួនឯងតើលោកគ្រូអ្នកគ្រូអាចផ្លាស់ប្ដូរវិធីសាស្ត្របង្រៀនដូចម្ដេចដើម្បីឲ្យស័ក្តិសមទៅនឹងការទាមទារ
របស់ប្រទេសជាតិហើយនឹងពិភពលោកនៅក្នុងសម័យបច្ចុប្បន្នបរិវត្តកម្ម 4.0 បើកូនទៅរៀននៅសាលាមួយថ្ងៃ 5 ម៉ោងតើឪពុកម្ដាយត្រូវធ្វើអ្វីខ្លះក្នុងរយៈពេល 19 ម៉ោងដែលនៅសេសសល់ដើម្បីជួយកូនឲ្យទទួលបាននូវការអប់រំពេញលេញតើអាជ្ញាធរអាចប្រែក្លាយផ្លូវកៅស៊ូផ្លូវបេតុងឲ្យទៅជាផ្លូវតភ្ជាប់នៃចំណេះដឹងបានយ៉ាងដូចម្ដេចសំណួរទាំងអស់នេះមិនទាមទារនៅចម្លើយជាការនិយាយឲ្យតែពីរោះទេប៉ុន្តែទាមទារនៅការអនុវត្តសកម្មភាពជាក់ស្ដែងប្រកបទៅដោយការយកចិត្តទុកដាក់ការទទួលខុសត្រូវនិងចក្ខុវិស័យវែងឆ្ងាយចង់បានអីរៀបនឹងបើសិនជាមិនចេះរៀបចំទេទោះជាមានអ្វីគ្រប់យ៉ាងក៏យើងខ្វះអ្វីគ្រប់យ៉ាងដែរខ្ញុំសូមអរគុណហើយសូមជូនពរគម្រោងឲ្យបានជោគជ័យ